សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះបានទៅលេងនៅភ្នំអាណន់បានជិះឡូរីកំសាន្តអារម្មណ៍បាទឃើញថាព្រៃព្រឹក្សាគឺត្រជាក់ល្ហឹមតែម្ដងហ្នឹងហើយខ្ញុំធ្លាប់ទៅកន្លែងនឹងច្រើនដងហើយក៏ប៉ុន្តែនៅតែសប្បាយណាសប្បាយមែនតើរកទស្សនភាពយើងជិះឡូរីជិះអីចឹងទៅនិយាយពីថាទឹកព្រួយអីទាំងម៉ានគឺបាត់អស់ហើយបងប្អូនហ្នឹងហើយសប្បាយមែនតើយើងបានជិះទៅជិះមកពេញនឹងឯងហើយតាមនឹងមានដើមចេកមានអីដើមការដើមអីគេដាំលំអអញ្ចឹងណាហើយនិយាយថាអារម្មណ៍យើងក៏សប្បាយរីករាយទៅតាមនឹងដែរល្អមួយយ៉ាងដែរបងប្អូនយើងដើរលេងចេះទៅគឺមានអារម្មណ៍ថាសប្បាយហ្នឹងហើយក៏ត្រឡប់មកផ្ទះវិញប្រឹងប្រែងបាទរកស៊ីប្រកបមុខរបររៀងខ្លួនជិះមុនដំបូងរៀងភ័យដែរបងប្អូនតែដល់ពេលយូរទៅគឺអត់អីទេហើយនិយាយពីថាសួនផ្កាគេធំបាទឥឡូវគេអាប់ដេតច្រើននៅកន្លែងហ្នឹងណាបាទមានសួនផ្កាមានអីចឹងទៅបាទមានកន្លែងថតរូបស្អាតចឹងមិនថាស្រុកយើងក៏ស្អាតចាញ់ស្រុកគេដែរកុំឲ្យតែយើងឲ្យតម្លៃស្រុកគេពេកយើងភ្លេចគិតថាស្រុកយើងមានកន្លែងស្អាតដែលលេងកម្សាន្តដូចគេដូចឯងចឹងណាហ្នឹងហើយស្អាតនិយាយរួមទៅយើងជួយគ្រប់គ្រងទាំងអស់គ្នាណាទេសចរក្នុងស្រុកបាទអរគុណច្រើនជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អបាទជោគជ័យគ្រប់ភារកិច្ចធ្វើដំណើរកម្សាន្តអីផ្សេងសុខភាពទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ